បន្តពីភាពមុនមេរីត្រូវបានមានជំងឺសន្លឹមអញ្ចឹងបន្តពីមេរីមាននៅជំងឺសន្លឹមមួយនេះគ្រួសាររបស់ស៊ីអនព្រមទាំងមេរីផ្ទាល់មិនទាន់ត្រឡប់ទៅក្នុងទីក្រុងឬមួយក៏មិនទាន់ត្រឡប់ទៅក្នុងភូមិវិញទេដោយសារតែនៅទីនេះចាំមើលអាការៈរបស់មេរីជាមុនសិនអញ្ចឹងពួកគេនៅទីនេះអត់មានទីតាំងក្នុងការស្នាក់នៅទេពួកគេក៏បាននៅក្នុងផ្ទះរបស់លពូក្រេសហើយលពូក្រេសគាត់ក៏មិនថាអីដែរឲ្យពួកគេនៅប្រហែលក៏នៅទៅនៅតាមការហើយលពូក្រេសគាត់ក៏និយាយផងដែរថាគាត់មិនចង់ជឿទេថាជំងឺបែបនេះបែរជាទៅមានលើក្មេងដែលល្អដូចជាមេរីទៅវិញបន្តពីមើលទៅកាន់មេរីរួចលពូក្រេសក៏ធ្វើដំណើរចេញទៅអញ្ចឹងបន្តពីលពូក្រេសចេញទៅយើងបានឃើញនៅកញ្ញារ៉ូសក៏ចូលមកមើលមេរីដូចគ្នាអញ្ចឹងកញ្ញារ៉ូសក៏នៅក្នុងទីក្រុងអេស្ត្រានេះដែរប្រហែលថ្ងៃក្រោយមកស៊ីអនវិញនៅតែព្យាយាមមើលទៅកាន់មេរីជាបន្តមិនចេញពីបន្ទប់មេរីទេភ្លាមក៏ស្រាប់តែលពូកាវ៉ាត់មកហៅស៊ីអនប្រាប់ថាមានអ្នកចង់ជួបបន្តទៅលើចឹងស៊ីអនសួរថាអ្នកចង់ជួបខ្ញុំតើគឺជាគ្រូពេទ្យម្នាក់ឬមួយក៏ជាអ្នកដែលអាចព្យាបាលទៅកាន់ជំងឺរបស់មេរីបានទៅក៏ប៉ុន្តែលពូកាវ៉ាត់ប្រាប់ថាអត់ទេបន្តទៅលើចឹងស៊ីអនវិញប្រកែកដាច់អហង្ការថាគាត់មិនទៅទេបន្តទៅលើចឹងលពូកាវ៉ាត់ប្រាប់បន្តទៀតថាស៊ីអនតែនៅចាំថ្ងៃនោះដែរទេ4ថ្ងៃមុនរបស់ដែលយើងជួបនៅពេលនោះក៏មានករណីជាច្រើនដែរមានច្រើនជាង10ករណីដែលមនុស្សជាច្រើនត្រូវបានសម្លាប់ដោយបិសាចដែលមើលមិនឃើញមួយនោះអញ្ចឹងក៏ចង់ដឹងថាតើស៊ីអនមានវិធីដោះស្រាយដែរទេក៏ប៉ុន្តែស៊ីអនវិញប្រាប់ថាបើសិនជាចង់វាយ៉ាងម៉េចទៅគាត់មិនខ្វល់ទេពេលនេះគាត់នៅជាមួយនឹងមេរីគាត់មិនចង់ទៅចោលមេរីទៀតទេបន្តទៅលើចឹងលពូកាវ៉ាត់ដើរចូលមកខាងក្នុងព្រមទាំងនិយាយទៅកាន់ស៊ីអនថាស៊ីអនឯមិនខ្វល់ទេមនុស្សជាច្រើនត្រូវបានសម្លាប់បិសាចបានចូលមកលុកលុយភូមិទៀតតែឯមិនខ្វល់ពីមនុស្សទាំងនោះទេក៏ប៉ុន្តែស៊ីអននៅតែប្រកែកប្រាប់ថាគ្មានពាក់ព័ន្ធអីនឹងគាត់ទេរឿងរបស់គេដោះស្រាយខ្លួនឯងទៅលពូកាវ៉ាត់ប្រាប់បន្តទៀតថាក៏ប៉ុន្តែបញ្ហាមួយនេះមានតែឯងទេដែលអាចជួយបានលើចឹងស៊ីអនប្រាប់ថាគ្មានហេតុផលអីត្រូវជួយទេគាត់មិនខ្វល់ទេប្រាប់បន្ថែមទៀតថាខ្ញុំចង់នៅទីនេះជាមួយនឹងមេរីនិយាយទៅមួយទំហឹងថាតើលោកប៉ាមិនខ្វល់ពីមេរីទេមែនទេលឿនចឹងលពូកាវ៉ាត់និយាយថាខ្វល់ខ្ញុំខ្វល់នាងក៏ជាកូនស្រីរបស់យើងហើយក៏ជាដួងព្រលឹងរបស់យើងដែរមិនបានជាយើងមិនខ្វល់ទៅទោះបីជាយើងត្រូវលះបង់ព្រលឹងរបស់យើងឲ្យបិសាចក៏ដោយយើងនៅតែចង់ជួយទៅកាន់មេរីចឹងលើចឹងស៊ីអនពិតជាភ្ញាក់ផ្អើលមែនទែនក៏លេចមើលទៅកាន់លពូកាវ៉ាត់និយាយបន្តទៀតថាក៏ប៉ុន្តែពេលនេះយើងគ្មានឱកាសបែបនេះទេហើយពេលនេះយើងគ្មានជំរើសទៀតទេយើងត្រូវតែជួយមនុស្សដែលអាចជួយបានកាន់តែច្រើនកាន់តែល្អនិយាយទៅកាន់ស៊ីអនបន្តទៀតថាស៊ីអនមានតែឯងទេដែលអាចជួយបានប្រសិនបើឯងលោកដែលជួយរឿងមួយនេះក៏គ្មានមនុស្សជាច្រើនទៀតត្រូវបានស្លាប់ដែរអញ្ចឹងស៊ីអនសូមឲ្យជួយពួកគេផងទៅបន្តទៅលើចឹងស៊ីអនក៏ស្រាប់តែនឹកឃើញទៅកាន់សម្ដីរបស់មេរីដែលមេរីនិយាយថាធម្មពលវេទមន្តដែលស៊ីអនបើយើងបានបង្កើតឡើងវាពិតជាមានប្រយោជន៍ព្រមទាំងអាចជួយទៅកាន់អ្នកភូមិបានទៀតហើយគាត់ក៏នឹកឃើញទៅកាន់សម្ដីមួយម៉ាត់ទៀតថានឹងមានអារម្មណ៍ថាធម្មពលវេទមន្តឬមួយក៏ជាអំពូលភ្លើងដែលស៊ីអនបានបង្កើតវាប្រកាសជាមានអ្វីពិសេសជាងនេះបន្តពីគិតរួចស៊ីអនបើយើងគាត់ក៏ចាប់ផ្ដើមភ្ញាក់ដឹងខ្លួនរួចស៊ីអនក៏បានរំលឹកអំពីរឿងដែលមេរីបាននិយាយជាមួយនឹងគាត់ទៅប្រាប់ឪពុកបើគាត់ព្រមទាំងនិយាយអំពីរឿងល្អៗជាច្រើនគាត់ជាមួយនឹងមេរីព្រមទាំងរំលឹកអំពីអនុស្សាវរីយ៍គាត់ជាមួយនឹងមេរីទៀតហើយពាក្យដែលមេរីតែងតែនិយាយគាត់ចាំជានិច្ចគាត់រួចគាត់សុំទៅកាន់ឪពុកគាត់ថាទុកពេលគាត់បន្តិចទៅគាត់ទៅសម្រួលអារម្មណ៍បន្តិចសិនក៏ប៉ុន្តែមុននឹងគាត់ដើរចេញទៅគាត់ក៏ស្រាប់តែនឹកឃើញថាចំដូចភ្លេចអ្វីមួយយ៉ាងក៏លេចមើលទៅកាន់មេរីគាត់ក៏នឹកឃើញថានៅពេលដែលគាត់តែងតែមើលទៅកាន់មេរីបានឃើញនៅម៉ាណាជាច្រើនជុំវិញរាងកាយមេរីក៏ប៉ុន្តែពេលនេះមើលទៅមិនឃើញទេអញ្ចឹងក៏នឹកឃើញរឿងអីមួយយ៉ាងបញ្ញារត់ទៅខាងក្រោមរួចគាត់ក៏រត់ទៅមើលក្នុងទីក្រុងទោះបីជាលពូកាវ៉ាត់ក៏ហៅមិនចង់ជាប់ដែរនៅពេលដែលគាត់ទៅដល់ក្នុងទីក្រុងមើលទៅកាន់អ្នកភូមិដូចជាមិនមាននៅធម្មពលម៉ាណាទេអ្នកដែលមិនមាននៅធម្មពលម៉ាណាពួកគេនៅតែដដែលអញ្ចឹងបន្ទាប់ពីស្វែងយល់រួចគាត់ក៏បានហៅឪពុករបស់គាត់ទៅទីតាំងអ្នកដែលមានជំងឺគាត់ក៏បានប្រាប់ទៅកាន់ឪពុករបស់គាត់ថាបន្ទាប់ពីធ្វើការស្រាវជ្រាវបន្តិចគាត់បានដឹងនៅរឿងមួយចំនួនដែលអ្នកដែលមាននៅជំងឺសន្លឹងមួយនេះសុទ្ធសឹងតែជាអ្នកដែលមាននៅធម្មពលម៉ាណាហើយពួកគេត្រូវបានបាត់បង់នៅធម្មពលម៉ាណាត្រឡប់ទៅវិញពួកគេនឹងកើតនៅជំងឺសន្លឹមមួយនេះដល់ឡែកអ្នកផ្សេងទៀតដែលគាត់បានមើលទៅមិនឃើញមានធម្មពលម៉ាណាឬមួយក៏មានធម្មពលម៉ាណាតិចពួកគេមិនកើតអីទេនៅរស់ធម្មតាអញ្ចឹងគាត់ប្រាប់ទៅកាន់ឪពុករបស់គាត់ថាមើលទៅគាត់ត្រូវតែស្វែងយល់ពីវាបន្តទៀតហើយលឺចឹងលពូកាវ៉ាត់គាត់បាននិយាយមួយម៉ាត់ចុងក្រោយនិយាយថាគាត់មានអារម្មណ៍ថាមនុស្សឥឡូវដូចជាផ្សារភ្ជាប់ជាមួយនឹងវេទមន្តច្រើនជាងមុនរួចនិយាយទៅកាន់ស៊ីអនបន្តទៀតថាស៊ីអនតើឯងនៅចាំអ្វីដែលពុកនិយាយដែរទេពុកថាមានអ្នកចង់ជួបឯងអញ្ចឹងអ្នកដែលចង់ជួបទៅកាន់ស៊ីអននោះគឺជាម្ចាស់ក្រុងត្រល់ទីនោះលពូកាវ៉ាត់ក៏លត់ជង្គង់ព្រមទាំងធ្វើការសុំទោសដែលមកជួបយឺតអញ្ចឹងម្ចាស់ក្រុងម្នាក់នឹងមើលទឹកមុខទៅដូចជាកាចមែនទែនភ្លាមបើកភ្នែករបស់គាត់ក៏ស្រាប់តែស៊ីអនបើយើងភ័យដល់កប៉ុន្តែក៏ស្រាប់តែគាត់យំវិញព្រមទាំងមកប្រកាច់អានីលដីស្រែកថាមិនបានជាវិញអញ្ចឹងវៃទៅតែមកកាន់តំណែងជាម្ចាស់ក្រុងអេស្ត្រាទៅបានប្រមាណសោះបែរជាលេចចេញឡើងនៅបិសាចដែលមិនស្គាល់រោគព្រមទាំងកើតនៅជំងឺសន្លឹមនៅទៀតមិនក៏អញ្ចឹងតែវាមាននៅល្មិចទៅឬមួយក៏អញត្រូវរើចេញពីទីក្រុងអេស្ត្រាមួយនេះហើយអញ្ចឹងគាត់ប្រកាច់ឡើងមកសតុះអញ្ចឹងលពូកាវ៉ាត់ប្រាប់ថាលោកម្ចាស់សូមទៅចាក់ចិត្តសិនទៅអ្វីដែលយើងអាចធ្វើបានខ្ញុំណែនាំឲ្យលោកម្ចាស់ដាក់នៅអំពូលនៅក្នុងទីក្រុងឬមួយក៏នៅតាមកំផែងក្រុងគាត់
គាត់នៅតែប្រកាច់បន្តទៀតអញ្ចឹងលោកពូកាវ៉ាត់និយាយបន្តទៀតថាពួកយើងមានតែធ្វើបែបនេះទេទើបអាចការពារបានឬមួយក៏ជាការលើកបានគ្រាន់តែស្ដាប់ជាប់ក៏ស្រាប់តែម្ចាស់ក្រុងអេស្ត្រាគាត់ងើបអង្គុយវិញធ្វើទឹកមុខឡើងមុំនិយាយថាអញ្ចឹងឯងនិយាយថាយើងគ្មានចម្រើសទេមែនទេលោកពូកាវ៉ាត់ប្រាប់ថាត្រូវហើយនេះគឺជាចម្រើសដ៏ល្អបំផុតបន្តទៅលើចឹងម្ចាស់ទីក្រុងអេស្ត្រានិយាយបន្តទៀតថាអញ្ចឹងទៅធ្វើតាមបញ្ជាយើងទៅបញ្ញាចែកចាយនៅអំពូលភ្លើងនោះដាក់ជុំវិញទីក្រុងការពារទីក្រុងហើយឲ្យអំពូលទៅនោះទៅកាន់អ្នកការពារឆ្មាំការពារនៅតាមកំផែងក្រុងផងនិយាយបន្តទៀតថាវាគឺជាការងារដ៏ច្រើនណាស់មែនអត់ក៏ប៉ុន្តែធ្វើវាទៅបន្តពីនិយាយចប់លោកពូកាវ៉ាត់ក៏ទៅសើបន្តពីលើលោកពូកាវ៉ាត់ទៅសើគាត់ពិតជាអមែនទែនហើយនិយាយចរិតដូចក្មេងម្ដងទៀតហើយស៊ីអនក៏ឡើងគាំងមួយសន្ទុះក្រោយមកអ្នកទាំងពីរក៏បានប្រជល់នៅរឿងគ្រប់យ៉ាងទៅកាន់ម្ចាស់ក្រុងនិយាយថាអូយើងយល់ហើយអញ្ចឹងរឿងគ្រប់យ៉ាងមកពីធម្មពលវេទមន្តមែនទេហើយស៊ីអនលឺភ្លាមឡើងភ័យនិយាយបន្តទៀតថាពុកឯងបានប្រាប់យើងពីឯងអស់ហើយទាំងបិសាចដែលគ្មានរូបដែលមិនអាចមើលឃើញមនុស្សព្រមទាំងការស្វែងយល់ពីវេទមន្តរបស់ឯងអញ្ចឹងស៊ីអនអនុញ្ញាតឲ្យយើងសួរឯងបន្តិចតើអំពូលភ្លើងរបស់ឯងអាចចាត់ការទៅលើបិសាចនោះមែនទេហើយមួយទៀតប្រសិនមកវេទមន្តអាចចាត់ការទៅលើបិសាចនោះបានពួកយើងគួរតែបង្រៀនវេទមន្តមនុស្សទៅកាន់មនុស្សផ្សេងទៀតដើម្បីចាត់ការទៅកាន់បិសាចមួយនោះមែនទេអត់តែលោកម្ចាស់ខ្ញុំគិតថាវាមិនអាចទៅរួចទេវាពិតជាពិបាកហើយមិនបាននិយាយចឹងចង់មានន័យថាម៉េចស៊ីអនប្រាប់បន្តទៀតថាវាអត់ចឹងទេវេទមន្តវាពិតជាពិបាករៀនណាស់ដោយឡែកអ្នកដែលមាននៅធម្មពលវេទមន្តបានកាត់នៅជំងឺសន្លឹមអស់ហើយអញ្ចឹងគាត់ក៏មិនអាចមាននៅអ្នកដែលមានធម្មពលវេទមន្តច្រើនដែរអញ្ចឹងយើងសួរឯងម្ដងស៊ីអនតើឯងមានដំណោះស្រាយអំពីជំងឺសន្លឹមដែរទេបាទខ្ញុំមានលោកម្ចាស់អីគេពិសោធន៍ទៅលើមនុស្សរស់បន្តទៅលើចឹងគាត់លង្កាំងសូទៅកាន់ស៊ីអនតើស៊ីអនចង់ពិសោធន៍យ៉ាងម៉េចទៅអញ្ចឹងស៊ីអនបើចឹងគាត់ប្រាប់ថាអ្នកដែលកើតនៅជំងឺសន្លឹមនេះពួកគេភាគច្រើនគឺជាអ្នកដែលអស់នៅធម្មពលវេទមន្តដែលឡែកបើសិនជាមនុស្សធម្មតានៅពេលដែលពួកគេប្រើនៅធម្មពលវេទមន្តអស់ម៉ាណាឬមួយក៏ធម្មពលវេទមន្តរបស់ពួកគេនឹងកើនឡើងត្រឡប់មកវិញក៏ប៉ុន្តែអ្នកដែលមាននៅជំងឺសន្លឹមមួយនេះពួកគេមិនកើនឡើងនៅធម្មពលវេទមន្តត្រឡប់មកវិញទេអញ្ចឹងក៏ចង់សាកល្បងថាប្រសិនបើគាត់បញ្ចូលនៅធម្មពលវេទមន្តទៅឲ្យពួកគេតើពួកគេអាចនឹងជាសះស្បើយដែរអត់លើចឹងម្ចាស់ក្រុងសួរថាតើវាមានគ្រោះថ្នាក់ដែរទេស៊ីអនប្រាប់ថាកំពូលគ្រោះថ្នាក់លើចឹងម្ចាស់ក្រុងក៏និយាយថាវាពិតជាពិបាកក៏ប៉ុន្តែស៊ីអនយើងសួរឯងប្រសិនបើយើងមិនស្វែងយល់ពីវាទេតែយើងមិនអាចព្យាបាលទៅកាន់ពួកគេទេមែនទេស៊ីអនប្រាប់ថាប្រកាសហើយឬគាត់ក៏គិតក្នុងចិត្តថាប្រសិនបើគាត់មិនស្វែងយល់ពីវិធីព្រមទាំងសាកល្បងទេប្រកាសណាស់គាត់ប្រកាសជាមិនអាចជួយទៅកាន់ពួកគេទេហើយប្រកាសណាស់អ្នកស្លាប់ក៏កាន់តែមានច្រើនឡើងទៀតជាពិសេសគាត់ត្រូវជួយទៅលើមេរីបន្តទៀតរួចនិយាយទៅកាន់ម្ចាស់ក្រុងថាម្ចាស់ក្រុងក៏ប៉ុន្តែខ្ញុំមានវិធីមួយពួកយើងអាចសាកល្បងធ្វើការពិសោធន៍បានក៏ប៉ុន្តែមិនខ្វល់ពីការស្លាប់រស់ទេគាត់សួរថាជាអ្វីទៅស៊ីអនប្រាប់ថាគឺជាការធ្វើការពិសោធន៍ទៅកាន់បិសាចរួចនៅតាមផ្លូវត្រឡប់ទៅវិញស៊ីអនបើយើងគាត់ក៏បានសួរទៅកាន់លោកពូកាវ៉ាត់ដែរថាម៉េចបានជាម្ចាស់ទីក្រុងបែរជាជឿទៅលើសម្ដីក្មេងដែលទៅបង្កើតអញ្ចឹងលើចឹងលោកពូកាវ៉ាត់គាត់ប្រាប់ថាគាត់សុំទោសថ្ងៃមួយស៊ីអននឹងដឹងអញ្ចឹងបន្តមកទៀតយើងបានឃើញថាស៊ីអនបានទៅជួបនៅ assistant នៃគ្រូពេទ្យអាប៉ែនេះមានឈ្មោះថា Alistair ចាំខ្ញុំសំហៅប៉ែថា Alistair គឺជា assistant នៃពេទ្យ Alphonse ដែលត្រូវជា Dr. Alphonse ហ្នឹងអញ្ចឹងពេលនេះ Alistair និយាយថាហើយខ្ញុំ Alistair គឺជា assistant នៃ Dr. Alphonse បន្ថែមទៀតថាខ្ញុំមិនគួរសោះបែរជាត្រូវបញ្ជូនមកលេងជាមួយនឹងអាក្មេងអ្នកមានអញ្ចឹងពិតជាប្រហិនពេលគាត់មែនគុំតែគេបញ្ជាគាត់មកទេគុំអីគាត់មកទេខ្ញុំសុំហៅអាប៉ែនឹង call វិញស្រួលហៅជាងអញ្ចឹងម្នាក់ទៀតគឺជាអ្នកបញ្ចុតនៃអាណាចក្រមួយនេះគឺជាអ្នកបញ្ចុតលេខរៀងទី75ណែនាំខ្លួនព្រមទាំងនិយាយមកជឿជាក់មែនទែនដលៃមើលអាវនាងពាក់ឡើងប៉ុណ្ណាណៃរួចស៊ីអនក៏សុំឲ្យអ្នកចុងក្រោយណែនាំខ្លួនបន្តិចមកអញ្ចឹងអ្នកចុងក្រោយមានឈ្មោះថាប្រៃជីតស៊ីអនសួរថាតើនាងមកតាមបញ្ជារបស់លោកម្ចាស់ទីក្រុងមែនទេកញ្ញាម្នាក់នឹងឆ្លើយថា yes តែឆ្លើយឡើងតិចឡើងគេចង់ស្ដាប់លឺនឹងតតែអោនទៅស្ដាប់អញ្ចឹងជាដំបូងស៊ីអនក៏បានអរគុណទៅកាន់អ្នកទាំង3ដែលមកតាមការណាត់ជួបអញ្ចឹងគាត់ប្រាប់ថាគាត់មិនបានទុកមីសិនមួយនេះគឺជាការលេងសើចឬមួយក៏ជាហ្គេមទេខ្ញុំភ្លេចប្រាប់អញ្ចឹងជាដំបូង Cole គឺជាគ្រូពេទ្យ The Light កញ្ញា Ravana ខ្ញុំមកហៅចេះតែខុសកញ្ញាម្នាក់ហ្នឹងគឺជាណៃចាំការពារ The Light ក្មេងតូចដែលយើងឃើញដែលមានឈ្មោះថាប្រៃជាតិហ្នឹងគឺជាអ្នកស្វែងយល់ពីបិសាចស៊ីអនបន្តពីណែនាំខ្លួនរួចគាត់ក៏បង្ហាញពីសមត្ថភាពរបស់គាត់ដោយបាញ់នៅរន្ទះរបស់គាត់អ្នកទាំង3ឃើញចឹងមើលឡើងភ្លឺភ្នែកអ្នកទាំង3ក៏បញ្ញាប់សួរទៅកាន់ស៊ីអនថាមិញគឺជាស្អីគេអញ្ចឹងស៊ីអនប្រាប់ថាវាគឺជាក្បាច់ដែលគាត់បង្កើតឡើងដែលគាត់ហៅវាថាគឺជាវេទមន្តលើចឹងអ្នកទាំង3ពិតជាភ្ញាក់ផ្អើលរួចស៊ីអនក៏បញ្ចេញនៅទឹកមកបន្តទៀតអញ្ចឹងខុលក៏បានសួរទៅកាន់ស៊ីអនថាអញ្ចឹងជំងឺសន្លឹមមួយនោះវាមានតាក់ទងជាមួយនឹងវេទមន្តមែនទេស៊ីអនប្រាប់ថាត្រូវហើយជាដំបូងគាត់សូមបញ្ចូលបន្តិចសិនដើម្បីអាចបញ្ចេញនៅវេទមន្តបានពួកយើងត្រូវតែមាននៅធម្មពលវេទមន្តនៅក្នុងខ្លួនដោយឡែកនៅពេលដែលយើងប្រើទៅវានឹងអស់ធម្មពលវេទមន្តនៅក្នុងខ្លួនក៏ប៉ុន្តែដើម្បីប្រើនៅធម្មពលវេទមន្តយើងប្រើទៅលើការគិតរបស់យើងវិញបន្តមកទៀតយើងបានឃើញនៅស៊ីអនព្រមទាំងណៃទី75ជាមួយនឹងក្មេងតូចប្រៃជាតិ
ក៏ទៅក្នុងព្រៃដើម្បីទៅស្វែងរកបិសាចមកធ្វើការពិសោធន៍នៅតាមផ្លូវអ្នកដែលរំខានជាងគេគឺជាណៃលេខ75គាត់ពាក់អាវក្រោះឡើងប៉ុណ្ណានៅចឹងដើរមកយឺតឲ្យយឺតហើយអ្នកទាំងពីរដើរទៅមុននឹងក៏ត្រូវទៅចាំទៅកាន់ណៃទី75ដែរអញ្ចឹងនៅពេលពួកគេចាំទៅកាន់ណៃទី75 ស៊ីអនក៏បាននិយាយពីរឿងនៃគាត់បានជួបទៅកាន់ Goblin បិសាចហើយគាត់ក៏សាកប្រើនៅវេទមន្តនៃការប្រមូលផ្ដុំមកគាត់ទៅលើបិសាចគាត់ក៏អាចសម្លាប់ទៅកាន់បិសាច Goblin នោះបានកញ្ញាឬមួយក៏ក្មេងតូចប្រែចិត្តក្រំទៅលើពីបិសាចព្រាមចាប់ស៊ីអនរួនសួរថាស៊ីអនតែឯងបានឃើញបិសាចនៅតាណាទៅអញ្ចឹងកញ្ញាម្នាក់នឹងចូលទៅលើបិសាចភ្លាមក៏ស្រាប់តែបានឃើញនៅ Goblin ក្មេងតូចប្រែចិត្តក្រំតែបានឃើញ Goblin ភ្លាមភ្នែកឡើងចែងចាំងហើយនិយាយស្រែកជំទាលពេញនឹងនេះបានហៅថាចូលចិត្តបិសាចមែនណៃទី75បន្ទាប់ពីម្ដងនិយាយថាអូនឹងម្នេះគឺជា Goblin អញ្ចឹងពេលនេះក៏គុំតិចនៅអាវក្រោះចោលដោយសារតែវាធន់ពេកវេទនាណាស់គុំតិចមកហ្នឹងក៏អាពីនៅវាលោតអញ្ចឹងទៅស៊ីអនគាត់មើលឡើងផ្លឹកអញ្ចឹងណៃទី75ដែលមានឈ្មោះថា Ravina ខ្ញុំបបាក់ហៅពេកខ្ញុំហៅណៃទី75អញ្ចឹងហ្មងទៅណៃទី75និយាយថាទៅចំណែករាងកាយរបស់ខ្ញុំស្អាតមែនទេសិចស៊ីមែនទេហើយខ្លាំងមែនទេលោតចូលទៅស្រែកថាមិនបាច់ចាំនិយាយទេក៏ប៉ុន្តែស៊ីអនមកយើងប្រាប់ថាមិនបាននិយាយណាអញ្ចឹងនាងក៏លោតចូលទៅវាយជាមួយនឹង Goblin លោតចូលទៅឡៃតែនិយាយទៅសារខ្លួនឯងទៀតត្រង់បានវាយមួយ Goblin មកដាវហ្នឹង Goblin ចង់កាប់ទៅលើណៃទី75ក៏ប៉ុន្តែស៊ីអនប្រាននៅធម្មពន្ធផ្ទះរបស់គាត់បាញ់ទៅកាន់ Goblin មួយនោះគាត់ក៏បង្កើតនៅវេទមន្តថ្មីក៏ស្រាប់តែចាប់អារម្មណ៍បានថាវេទមន្តដូចជាស្រួលរោនៅក្នុងព្រៃមួយនេះក្លេចមើលទៅកាន់ណៃទី75នាងក៏បានវាយទៅកាន់បិសាចមួយនោះក៏ប៉ុន្តែវាកិច្ចផុតហុយដេកជោគភ្លាមក៏ស្រាប់តែ Goblin មួយនោះវាចេញមកម្ដងទៀតចង់លឿនទាញដាវរបស់វាវាយទៅកាន់ណៃទី75ឡើងប៉ើងអុកនឹងឈើក៏ប៉ុន្តែស៊ីអនក៏បញ្ចេញនៅវេទមន្តទឹកដាក់ទៅកាន់បិសាចព្រមទាំងបាញ់នៅរន្ទះម្ដងទៀតធ្វើឲ្យវាឆក់មកផ្លេតបែបនេះណៃទី75ក៏បានចូលដាវមួយនឹងចាក់ទៅលើក Goblin នោះភ្លាមតែម្ដងក៏អាចសម្លាប់ទៅកាន់ Goblin នោះបានសម្លាប់រួចទៅសារខ្លួនឯងទៀតចង់មកកាន់ក្រោមរួចភាគនេះចាប់ទៅត្រឹមនេះអរគុណមែនទែនបាយបាយ